ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានផ្ទាំងគំនូរមួយដែលចង់បង្ហាញអំពីការគូរនិងចង់បកស្រាយអំពីអត្ថន័យនៅលើផ្ទាំងគំនូរមួយផ្ទាំងនេះអញ្ចឹងបើក្រឡេកទៅមើលផ្ទាំងគំនូរមួយផ្ទាំងនេះប្រហែលជាដូចរូបអ្វីម្យ៉ាងនេះគឺជារូបលោកតារាជដែលខ្ញុំបានដាក់ចំណងជើងថាជំនឿនៃលោកតារាជដែលគេហៅថាជាព្រះវិស្ណុដោយ8ដែលឆ្លាក់នៅក្នុងប្រាសាទអង្គរវត្តដែលខ្ញុំបានទៅទស្សនានិងមានគំនិតចង់គូររូបនេះឡើងដែលបំផុសពីជំនឿនៃព្រះវិស្ណុដែលគេហៅថាលោកតារាជហើយគឺជាបដិមាមួយអង្គដែលស្ថិតនៅច្រកចូលខាងលិចនៃប្រាសាទអង្គរវត្តហើយគឺជាទីកន្លែងសក្ការៈមួយនេះដែលត្រូវបានប្រជាពលរដ្ឋទៅបន់ស្រន់ក្នុងគោលបំណងផ្សេងៗគ្នាឥឡូវនេះគឺយើងចាប់ផ្ដើមគូរព្រាងនិងស្កេតទៅតាមទម្រង់នៃគំនូរដែលយើងមើលឃើញគិតថាដែលស័ក្តិសមបន្ទាប់មកគឺយើងបានដាក់ពណ៌ទៅលើផ្ទាំងគំនូរអញ្ចឹងនៅលើផ្ទាំងគំនូរនេះគឺខ្ញុំបានបែងចែកពណ៌ធំ3ពណ៌ដូចជាពណ៌លឿងពណ៌ក្រហមនិងពណ៌ខៀវអញ្ចឹងទៅលើទម្រង់បដិមាដែលហៅថាព្រះវិស្ណុដែលខ្ញុំគូរចេញជាសរសៃថ្មដែលតំណាងឲ្យភាពរឹងមាំនិងយូរអង្វែងមកដល់បច្ចុប្បន្ននៅផ្ទៃខាងក្រោមនេះខ្ញុំបានគូរជារូបផ្កាឈូកដែលបង្ហាញអំពីភាពស្រស់ស្អាតនៃអត្ថន័យផ្កាឈូកតែងតែត្រូវបានលើកដង្កើងនិងជាគ្រឿងសក្ការៈក្នុងពុទ្ធសាសនាពីព្រោះផ្កាឈូកតំណាងឲ្យអ្នកមានបញ្ញានិងការគោរពពុទ្ធសាសនាពីព្រោះព្រះសម្មាសម្ពុទ្ធបានចារទុកជាផ្កាឈូក4ពួកនៅក្នុងជរសាហើយនៅតាមចម្លាក់នានារបស់ខ្មែរប្រសិនបើបុគ្គលណាដែលគង់ទៅលើស្រទាប់ផ្កាឈូកបុគ្គលនោះគឺជាបុគ្គលប្រកបទៅដោយបញ្ញាតួយ៉ាងដូចជាព្រះពុទ្ធជាដើមអញ្ចឹងពាក្យថាជំនឿគឺជឿទៅលើបុគ្គលនិងការគោរពប្រតិបត្តិផ្សេងៗគ្នានិងការមើលឃើញខុសៗគ្នាដូចជាការបន់ស្រន់អ្នកខ្លះបន់ស្រន់ទើបតែមាននិស្ស័យទើបបានដូចចិត្តនិងគំនិតអ្នកខ្លះមិនមាននិស្ស័យក៏មិនបានដូចចិត្តគំនិតអញ្ចឹងហើយគំនូរទាំងនេះក៏ជាការឆ្លុះបញ្ចាំងឲ្យរៀនធ្វើអំពើល្អភាពស្មោះត្រង់អញ្ចឹងហើយចក្រវាឡនឹងមើលឃើញនៅថ្ងៃណាមួយនឹងយើងគិតបានដូចជាបំណងឥឡូវនេះគំនូរបានគូរចប់រួចរាល់អញ្ចឹងវាគឺជាទស្សនៈក្នុងផ្នែកគំនិតដែលខ្ញុំបានមើលឃើញនឹងការគូរបង្ហាញចេញមតិទៅលើផ្ទាំងគំនូរនេះហើយវាគឺជាការដកស្រង់អំពីប្រវត្តិខ្លះៗដែលរួមបញ្ចូលអំពីគំនូរថ្មីដែលជាសិល្បៈបែបសម័យអញ្ចឹងក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ